សួស្តីស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំដោយសារតែវីដេអូនេះខ្លីអញ្ចឹងអត់ចង់និយាយវែងឆ្ងាយទេតែចង់ចែករំលែកខ្លះៗពីការចតឡាននៅទីសាធារណៈជៀសវាងការផាកពិន័យមុននឹងធ្វើការចតឡានយើងត្រូវមើលផ្លាកសញ្ញាឲ្យបានច្បាស់លាស់ថាទីតាំងហ្នឹងយើងអាចចតបានឬក៏អត់ហើយបើចតបានប្រហែលម៉ោងឬក៏នាទីត្រូវបង់លុយឬក៏អត់បើសិនជាត្រូវបង់លុយគឺយើងត្រូវបង់លុយមុនពេលយើងដើរលេងមិនមែនបានន័យថាយើងចតឡានហើយដើរលេងបានមកវិញបង់លុយធ្វើអញ្ចឹងនឹងត្រូវការផាកពិន័យហើយទីនេះគឺ Royal Botanic Garden គឺជាទីតាំងមួយដែលល្អសម្រាប់អ្នកដែលមកលេងទីក្រុង Melbourne រដ្ឋ Victoria មួយថ្ងៃតែចង់ទទួលបានអារម្មណ៍3សមុទ្រព្រៃភ្នំជាមួយនឹងទីក្រុងអត់ទេម្ដងទៀតគឺខ្ញុំជាអ្នកជូនគេដើរលេងហើយខ្ញុំមានពេលតែមួយថ្ងៃប៉ុន្តែចង់ផ្ដល់អារម្មណ៍3ហ្នឹងទៅឲ្យគេហើយទី1ហ្នឹងគឺ Royal Botanic Garden ដែលមានផ្ទៃដីរហូតទៅដល់48ហិកតាជាប់ជាមួយនឹងទន្លេ Yarra ទី2បែបឆ្នេរសមុទ្រនៅ St Kilda Pier ហើយយើងក៏អាចឃើញសត្វ Penguin នៅទីនោះផងដែរទី3គឺទីក្រុង Melbourne រីករាយជាមួយការញ៉ាំអាហារសម្បូរបែបមានគ្រប់ជាតិសាសន៍ជាមួយនឹងការដើរទិញទំនិញវីដេអូខ្ញុំក៏ចប់ត្រឹមនឹងដែរជួបគ្នានៅវីដេអូក្រោយបាយបាយ